Ok flashback ជាបទថ្មីរបស់ Allergy ហើយបទមួយនេះដែរបានឃើញគាត់ដាក់នៅក្នុង podcast របស់ពូជ្រួញឬក៏ហៅគាត់ថាពូរៀនថតហ្នឹងហើយបាន play នៅក្នុងនឹងផងដែរនៅពេលដែលគាត់ធ្វើ podcast ជាមួយគ្នាហើយជាក្រុមរបស់ Lasima ផងដែរហើយនៅពេលដែលគាត់បាន drop បទនេះនៅក្នុង page ផ្លូវការរបស់គាត់ហើយក៏មាន comment នៅក្នុង page នេះរបស់គាត់ផងដែរហើយធ្វើឲ្យមានការផ្ទុះការវែកញែកជាច្រើននៅក្នុងការ comment ទាំង audience ខាងនេះមក comment ចូលនៅក្នុងបទនេះទាំង audience ខាងនោះចូល comment ក្នុងបទរបស់គាត់ហើយបន្ទាប់ពីមានការវែកញែកបន្ទាប់ពីនិយាយអំពីគាត់ជាច្រើនហើយថាគាត់ល្បីបានដោយសារអ្នកនេះបានដោយសារអ្នកនោះបន្តមកទៀតក៏បានធ្វើឲ្យ Allergy គាត់មានអារម្មណ៍ថាគាត់ stress ផងដែរហើយគាត់ក៏បាន post status មួយដើម្បីបង្ការខ្លួនគាត់ផងដែរហើយចង់ឲ្យ audience ផ្សេងៗយល់ពីអារម្មណ៍របស់គាត់ផងដែរហើយនេះជា status របស់គាត់ហើយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាបើយើងអត់ចូលចិត្តអាទិណាទេឬក៏យើងស្អប់អាទិណាទេយើងអស់រំលងទៅយើងបាច់ចាំស្ដាប់ទេសម្រាប់ខ្ញុំជាអ្នក reaction ខ្ញុំក៏ធ្វើការ react ឲ្យតា bot មិនថា bot ណាក៏ដោយទាំង bot hip hop ទាំង R&B ទាំង មនុស្សចេតនាទាំងអីផ្សេងៗហ្នឹងគឺខ្ញុំធ្វើការ react ទាំងអស់ហើយសម្រាប់ចម្រៀងយើងកុំប្រកាន់ទៅលើ artist យើងបើសិនជាអ្នកចូលចិត្តតន្ត្រីពិតប្រាកដគឺគេអត់ខ្វល់ទេគឺយើងឲ្យតែមាន bot ថ្មីឬក៏ bot ចម្រៀងណាដែលល្អដែលពិរោះឬក៏ជួយទៅដល់សង្គមឬក៏បង្កើននៅកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសជាតិរបស់យើងគឺពិតជាល្អហ្នឹងមែនតើអញ្ចឹងយើងកុំឲ្យមានការឆ្លោះគ្នាវែកញែកជាច្រើនហើយតាមអ្វីដែលខ្ញុំឃើញគឺមានតែ fan ដែល toxic មួយចំនួនទេដែលគាត់មានការ toxic ទៅរឿង bot ចម្រៀងមួយនេះពីព្រោះថា bot នេះក៏បានឃើញកាត់ melody ឬក៏កែសម្រួល melody ខ្លះៗនៅក្នុងនឹងផងដែរមានការវែកញែកជារឿងនៅក្នុងនេះពីព្រោះថានៅក្នុងនេះបទចម្រៀងរបស់គាត់គឺគាត់បានធ្វើការអរគុណទៅដល់អ្នកដែលធ្វើរួមដំណើរជីវិតគាត់មកដល់ពេលសប្តាហ៍ថ្ងៃនេះអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅ reaction របស់យើងទាំងអស់គ្នា let's go flashback Well, you came from the bottom and we don't care what you say. Just took near those long for man die trong nghe đây. Cái khla bài mũi tiếng chom chạy chân chia đỏ mỏi tai lúc này chan. Nhưng còn này trong nằm lưng luôn nâng ngày trăm ram cả than. Lúc này xa không được tua về đai nhưng tua về ba tấc chân. Just took thì này chip té nhưng xóa la rắm môi hai tham mình. Thằng mùng như nhầm đặc thế mà tha được bong 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 cát. Nhưng khla cùng sọt cùng rò đâm miết ngày lôi chan. Bao khói từ ngày đâm bóng từ ngày đại kiếm lang mong đông pính. Chúng mất to miên mất phe cứ miên tên nè thêm chui bong pính. Ốc quần bong siêu đất thía nhưng khla chia nè đẹp bình lính. អូខេនេះជាបើយើងនិយាយជាភាពដូចជាអ្នកមានគុណដែលជួយបង្ហាញផ្លូវជួយណែនាំគាត់ដើរលើវិថីមួយនេះគួរតែធ្វើបែបម៉េចគួរតែរៀនអ្វីខ្លះនៅលើវិថីមួយនេះដើម្បីឲ្យយើងបានជោគជ័យដល់សប្តាហ៍ថ្ងៃជើងបទមួយនេះគឺគាត់និយាយបើយើងនិយាយទៅគឺបទសម្រាប់អរគុណទៅកាន់អ្នកដែលរួមអាជីពរបស់គាត់អ្នកដែលកាន់ដៃរបស់គាត់ធ្វើដំណើរមកដល់សប្តាហ៍ថ្ងៃហើយទាំងអ្នកដែលជ្រោមជ្រែងគាត់មកដល់ពេលវេលានេះ Shout out my man me see first time you canยัง featuring มันเพลงมา brother rock ที่ told me this នឹងអាសា អូខេនេះជា team Lasima ជឿใจនិយាយគ្នាលេងមិនខ្វល់តែក្មេងនេះមកពីណាគេឆ្ងល់មិនអត់តន់គេព្រោះតែពួកយើងសងងធ្វើការមនុស្សអ្នកទៀតចង់ឲ្យអ្នកដឹងអរគុណបងសងអារដំរងផ្លូវបើបងហាត់បងហាញចង់ឲ្យខ្ញុំចេះចង់ឲ្យខ្ញុំធ្វើត្រូវប្រាញ់ខ្ញុំពីមក fall ពេលខ្លះ phone call អូនញ៉ាំបាយនៅថ្ងៃខ្លះពីអ្នកទៅធ្វើការជិះម៉ូតូហាក្តៅចង់ក្រោយមុតភីរិនយើងសងងធ្វើភ្លេងShout out to my guy we feel like មិនពីក្មេងពេលខ្លះយើងសប្បាយពេលខ្លះការងារចង់វង្វេងទោះហត់យ៉ាងណាធ្វើដើម្បីតែក្តីស្រមៃធំធេងរកបានគ្នាដល់ទីបញ្ចប់កុំទៅខ្វល់អ្នកណាមួយស្អប់កាន់តែធូរយើងកាន់តែសប់ Lasima go to the top កុំភ្លេចតែថ្ងៃដំបូងយើងធ្វើពីដៃតទេ See hot see clean ជុំគ្នាគ្មានអ្នកណាមួយវាយនេះស្វាគមន៍ទទួលវេលាខ្ញុំដួលវាបាត់ទឹកចិនចាត់ទុកទីនេះជីផ្ទះខ្ញុំស្គាល់អារម្មណ៍មួយហៅថាមិនទាំងមុងញញឹមដាក់គ្នាមើលថាដូចបងប្អូនបង្កើតយើងខ្លាគុំសតគុំរត់រំតែមានថ្ងៃលយឆានបោកក្រោយទៅថ្ងៃដំបូងជាថ្ងៃដែលខ្ញុំឡើងមកភ្នំពេញខ្ញុំអត់តមានមិត្តភក្តិគឺមានតែអ្នកចាំជួយបំពេញ
អរគុណបងសៀវរទ្រីខ្ញុំខ្លាចជាអ្នករ៉េបពេញលេញ Shout out my man me see first time ជាគ្នាយើង featuring យើងបានឆ្លងកាប់យូរភ្លៀងតម្រាំតែមានឆាច្រៀងថ្ងៃខ្លះមានឯញ៉ាំថ្ងៃខ្លះយើងបាយអត់ទៀត អូខេយើង back ទៅតិចដូចអ្វីដែលគាត់ធ្លាប់ធ្វើ fan meeting ចឹងទម្រាំតែក្រុមរបស់គាត់បានឈានជើងឡើងមកដល់សប្តាហ៍ថ្ងៃនេះគឺបើយើងមិនជំនះយើងមិនតស៊ូខ្លួនឯងយើងមិនព្យាយាមខ្លួនឯងមិនថាអ្នកណាទេគឺគេបានត្រឹមតែតម្រង់ផ្លូវយើងណែនាំយើងតែអ្វីដែលជាកន្លឹះរបស់យើងគឺការតស៊ូនិងការខំប្រឹងប្រែងស្វាហាប់ទាំងអត់ឃ្លានទាំងនឿយហត់ទាំងលំបាកទាំង stress ទាំងអ្វីគ្រប់យ៉ាងគឺបើយើងមិនប្រឹងខ្លួនឯងទេគឺគ្មានអ្នកណាអាចមកជួយជ្រោមជ្រែងយើងខ្លាំងដល់ថ្នាក់ក្រៅពីខ្លួនយើងទេមិនដែលហ៊ានប្រាប់នៅផ្ទះទូពេលខ្លះជិះក្រពះសំទោដែលយើងមានអ្នកក៏ព្រោះដែលយើងចង់ឈ្នះអរគុណក្រុមគ្នាដែលផ្ដល់សង្ឃឹមបើនិយាយបើយើងមិនជំនះយើងមិនជំនះឧបសគ្គទាំងនេះគឺយើងមិនអាចឈ្នះអាចឈានជើងមកដល់សប្តាហ៍ថ្ងៃទេអញ្ចឹងអ្វីក៏ដោយគឺយើងត្រូវតែហ៊ានលះបង់ហើយបើសិនបើយើងដួលយើងត្រូវតែងើបឈរយើងកុំចោះចាញ់ទៅនឹងការចំអកលក់លើការមើលងាយពីអ្នកដតីពីព្រោះថាអ្នកដតីគេមិនយល់អ្វីដែលខ្លួនយើងខំធ្វើទេហើយអ្នកដតីក៏គេមិនចាំមកជួយយើងឬក៏គេមកជួយយើងទាំងស្ម័គ្រចិត្តនោះដែរអញ្ចឹងអ្វីដែលការជួយគឺតែងតែមានបំណងមិនថាអ្នកណាក៏ដោយអញ្ចឹងយើងរាប់អានមិត្តភ័ក្តិរាប់អានអ្នកជុំវិញខ្លួនយើងគឺបើសិនបើអ្នកដែលជុំវិញខ្លួនយើងរាប់អានជាមួយយើងស្ម័គ្រដោយចិត្តគេពុះពៀជាមួយយើងគឺនេះហើយជាមិត្តរួមស្លាប់រស់ជាមួយយើងឈានលើវិថីមួយនេះមកកាន់លើ stage នេះផងដែរអរគុណក្រុមគ្នាឲ្យខ្ញុំញញឹមអរគុណទាំងចិនអរគុណចិនស្មោះខ្ញុំអរគុណដល់អ្នកផ្សេងទៀតដែលរៀបរាប់មិនអស់យ៉ាអូខេចឹងអ្នកណាដែលគាត់អត់បាន mention មកគឺដោយសារតែគាត់រៀបរាប់អត់អស់ទេចឹងសង្ឃឹមថាអ្នកដែលអត់បានឮឈ្មោះសម្រាប់គាត់ mention គឺសង្ឃឹមថានឹងយល់ពីគាត់ដោយសាររឿងខ្លះយើងវាពិបាកនៅក្នុងការ mention ផងដែរហើយអ្នកដែលអាច mention បានគឺយើង mention ហើយអ្នកដែលមិនអាច mention បានយើងនឹងយល់គ្នាទៅវិញទៅមកពីព្រោះថាយើងកុំគិតថាខ្លួនយើងបានមានគុណណែនាំទៅលើអ្នកនេះហើយយើងអ្នកនេះមានគុណណែនាំមកយើងវិញអីចឹងទៅអ្វីដែលយើងសំខាន់គឺយើងគិតក្នុងចិត្តថាយើងបានធ្វើជួយគ្នាទៅវិញទៅមកពីព្រោះថាមិនមែនថាមានតែយើងទេដែលអ្នកជួយគេហើយគេនឹងមិនមែនថាមិនដែលជួយយើងទេគឺគេក៏ជួយយើងក៏ជួយគេអ្វីគឺវាមានទៅវាមកតែដល់គ្នាអញ្ចឹងសង្ឃឹមថា audience ដែល toxic មួយចំនួនយើងកុំទៅ toxic ជាមួយនឹងartist អីយើងអ្វីដែលយើងទទួលយកទៅគឺយកបទចម្រៀងដែលជាតន្ត្រីកំសាន្តអារម្មណ៍របស់យើងសម្រាប់កំសាន្តអារម្មណ៍នៃពេលវេលាដែលយើងមានពេលទំនេរយើងអាចយកទៅស្ដាប់ឬក៏យកអារម្មណ៍ទៅស្ដាប់ជាមួយនឹងតន្ត្រីយើងកុំយកអារម្មណ៍ទៅវែកញែករឿងអ្នកនេះចេះអ្នកនោះចុះគឺវាអត់មានផលប្រយោជន៍អីមកយើងវិញទេវាធ្វើឲ្យមានអារម្មណ៍ប៉ះពាល់ទៅដល់ artist ដែលគាត់ខំព្យាយាមដៃខ្លួនឯងព្យាយាមដោយកម្លាំងកាយកម្លាំងចិត្តខ្លួនឯងតែវាបែរជាមានអ្នកដែល toxic ឬក៏មានអ្នកដែលចាំតែbully គាត់ hater ដែលចាំតែស្អប់គាត់គឺធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍គាត់ខ្លាំងមែនហើយបើសិនបើប៉ះពាល់អារម្មណ៍ខ្លាំងទៅគាត់បាក់ទឹកចិត្តគាត់លែងមានកម្លាំងចិត្តធ្វើនៅបទចម្រៀងបន្តទៀតវាធ្វើឲ្យបាត់បង់ artist ដែលតែងតែបង្កបទចម្រៀងបង្កើតតន្ត្រីដើម្បីកំដរអារម្មណ៍យើងមករហូតមកគឺallergy គាត់មានបទជាច្រើនដែលចាំតែកំដរអារម្មណ៍របស់យើងអញ្ចឹងបទរបស់គាត់មួយក៏វាលយខ្លាំងដែរអញ្ចឹងយើងកុំឲ្យធ្វើឲ្យការវែកញែកការស្អប់មួយចំនួនដែលវាធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍គាត់ធ្វើឲ្យគាត់ពេលខ្លះមនុស្សខ្លះគាត់គិតថាវាមិនស្អប់ឬក៏មិនបាក់ទឹកចិត្តទៅលើរឿងអស់ហ្នឹងទេតែអ្វីដែលនិយាយយូរទៅវាអាចធ្វើឲ្យអារម្មណ៍របស់គាត់ពេលខ្លះក៏វាមានអារម្មណ៍គិតទៅលើរឿងហ្នឹងទាំងអស់ដែរអូខេចឹងវីដេអូ reaction ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថា audience ដែល toxic មួយចំនួនយើង
បែកទៅបើសិនបើយើងស្អប់យើងឈប់ស្ដាប់ទៅយើងបើចាំទៅបញ្ចេញមតិកុំឲ្យវាបាត់បង់ធនធានអធិដែលគាត់តែងតែមានតន្ត្រីចម្រៀងមកកំដរអារម្មណ៍យើងរហូតមកអញ្ចឹងកុំឲ្យវាមានការបាត់បង់ទៅលើតន្ត្រីអញ្ចឹងបើសិនបើយើងអាឡែងតែចូលទៅ comment bully គាត់ចូល comment វែងញែករឿងចេះរឿងចោះវាធ្វើឲ្យអ្នកនេះឬក៏អធិផ្សេងទៀតពេលខ្លះគាត់ទប់អារម្មណ៍ដែលគាត់ជាមួយនឹងអារម្មណ៍ដែលគេតែងតែចាំតែ bully គាត់ទប់អារម្មណ៍អត់បាត់គាត់ធ្វើឲ្យគាត់បោះបង់ទៅលើវិថីមួយនេះអញ្ចឹងវាធ្វើឲ្យបាត់ធនធានអធិដែលចាំតែបង្កើតចម្រៀងឲ្យយើងស្ដាប់អូខេអញ្ចឹងការអ្វីដែលខ្ញុំនិយាយវាមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបើកចិត្តទូលាយនៅក្នុងការទទួលយកតន្ត្រីរបស់គាត់យើងកុំវែកញែកអញ្ចឹងជួបគ្នានៅវីដេអូក្រោយ See you next time bye